តែអ្នកធ្លាប់ឆ្ងល់ទេថាអ្វីដែលធ្វើឲ្យ Elon Musk វាគេឬក៏ Cristiano Ronaldo ខុសប្លែកពីមនុស្សទូទៅតើមកពីពួកគេឆ្លាតជាងយើងឬមកពីពួកគេសំណាញ់ជាងយើងចម្លើយគឺមិនមែនទេភាពខុសគ្នារវាងបុគ្គលជោគជ័យនិងមនុស្សធម្មតាមិនមែនស្ថិតនៅលើសមត្ថភាពពីកំណើតទេតែវាស្ថិតនៅលើទម្លាប់ប្រចាំថ្ងៃថ្ងៃនេះខ្ញុំនឹងលើកត្រដាងនៅទម្លាប់3យ៉ាងដែលបុគ្គលជោគជ័យបំផុតនៅលើលោកតែងតែធ្វើហើយអ្នកក៏អាចយកមកអនុវត្តភ្លាមៗទម្លាប់ទី1ការរៀនសូត្រឥតឈប់ឈរមនុស្សធម្មតារៀនចប់សាកលគឺចប់ការរៀនប៉ុន្តែបុគ្គលជោគជ័យចាត់ទុកការរៀនសូត្រជាខ្យល់ដង្ហើម Warren Buffett អានសៀវភៅ5ម៉ោងក្នុងមួយថ្ងៃពួកគេមិនដែលគិតថាខ្លួនឯងចេះអស់នោះទេពួកគេតែងតែអានសៀវភៅស្ដាប់ podcast ឬក៏ចូលរួមសិក្ខាសាលាដើម្បីអាប់ដេតចំណេះដឹងថ្មីៗចងចាំថាចំណេះដឹងរបស់អ្នកកំណត់ចំណូលរបស់អ្នកទម្លាប់ទី2មិនខ្លាចការបរាជ័យសម្រាប់មនុស្សទូទៅការបរាជ័យគឺជារឿងគួរឲ្យខ្មាស់អៀនប៉ុន្តែសម្រាប់បុគ្គលជោគជ័យការបរាជ័យគឺជាទិន្នន័យនិងជាមេរៀនចេញមកធ្លាប់ដាក់វាធ្វើការ30កន្លែងតែធ្លាក់ទាំងអស់សូម្បីតែ KFC Thomas Edison បរាជ័យ10000ដងមុនបង្កើតអំពូលភ្លើងបានពួកគេមិនបោះបង់ពេលជួបបញ្ហានោះទេតែពួកគេរៀនវាហើយរកវិធីថ្មីទម្លាប់ទី3មានគោលដៅច្បាស់លាស់បុគ្គលជោគជ័យមិនដែលក្រោកពីគេងដោយមិនដឹងថាត្រូវធ្វើអ្វីនោះទេពួកគេមានផែនការសម្រាប់ថ្ងៃនេះសម្រាប់ខែនេះនិងសម្រាប់5ឆ្នាំមុខពួកគេសរសេរគោលដៅនិងដាក់លើក្រដាសហើយអានវារាល់ថ្ងៃការមានគោលដៅច្បាស់លាស់ប្រៀបដូចជាការបាញ់ព្រួយដែលមានគោលដៅបើមិនដូច្នោះទេអ្នកនឹងបាញ់ខុសជារៀងរហូតភាពជោគជ័យមិនមែនជាវិតាមុនទេតែវាគឺជាលទ្ធផលនៃទម្លាប់តូចៗដែលធ្វើដដែលៗរាល់ឆ្នាំតែក្នុងចំណោមទម្លាប់ទាំង3នេះមួយណាដែលអ្នកចាប់ផ្ដើមធ្វើមុនគេ comment ប្រាប់ខ្ញុំខាងក្រោមផងកុំភ្លេច like និង subscribe channel ពន្លឺគំនិតដើម្បីទទួលបានគន្លឹះជោគជ័យរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយ